បាទល្ងាចនេះខ្ញុំមកមាត់ទន្លេបាទនៅក្នុងខេត្តកញ្ចេះបាទនៅទល់មុខជាមួយនឹងសាលាខេត្តកញ្ចេះតែម្ដងមកមើលអំពីសកម្មភាពបាទដ៏ល្អរបស់បងវ៉ាន់ដេតណាដែលជាស្ថាបនិកបាទសាលាដូងឬក៏សាលាសម្រាមនោះឯងដែលគាត់បានបង្កើតបេសកកម្មមួយគឺដឹកសិភៅបាទឬក៏គេហៅឈ្មោះថាទេសចរអំណានទៅកាន់គ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជាដើម្បីជំរុញលើកទឹកចិត្តនិងបណ្ដុះរបៀបរបបនៃការអានសៀវភៅជំរុញឲ្យយុវជនបាទយុវចាស់ក្មេងប្រុសស្រីទាំងអស់ធ្វើការផ្ដោតទៅលើការអានសៀវភៅឲ្យបានច្រើនដើម្បីបង្កើនចំណេះវិជ្ជាបាទតម្រេះបាទចំណេះជំនាញក៏អាចដឹងអំពីយុទ្ធសាស្ត្រវិធីសាស្ត្ររួមទាំងបទពិសោធន៍នៅអ្វីដែលមនុស្សកាលពីមុនបានបន្សល់ទុកឲ្យយើងសៀវភៅទាំងអស់នោះបាទมันអាចកាត់ថ្លៃបានទេពីព្រោះវាអាចជួយដោះស្រាយបញ្ហាបាទសម្រាប់យើងផងដែរយើងគួរតែដឹងហើយថាការអានការរៀនគឺវាគ្មានដែនកំណត់នោះទេបញ្ហាវាកើតឡើងគ្រប់កលៈទេសៈទាំងអស់តែទាមទារឲ្យយើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របាទចិញ្ចឹមចិត្តនៅក្នុងការអានសៀវភៅចិញ្ចឹមចិត្តនៅក្នុងការសិក្សាស្រាវជ្រាវដើម្បីឲ្យចំណេះជំនាញរបស់យើងនេះគឺកាន់តែល្អប្រសើរកាន់តែទូលំទូលាយកាន់តែស៊ីជម្រៅយើងដឹងហើយថារៀនវាមិនចេះចប់ទេហើយបើសិនជាយើងឈប់រៀនយើងឈប់អានពេលនោះយើងនឹងបាត់បង់នូវព័ត៌មានបាទមិនថាអានសៀវភៅកាសែតសារព័ត៌មានឬក៏ទស្សនាវដ្តីនោះទេវាសិតតែជួយឲ្យយើងទទួលបាននូវចំណេះដឹងថ្មីជុំវិញខ្លួនរបស់យើងដូច្នេះហើយយើងនឹងមានលទ្ធភាពនៅក្នុងការបត់បែននៅក្នុងការដោះស្រាយបាទរាល់បញ្ហាទាំងឡាយដែលកើតមាននៅក្នុងជីវិតរបស់យើងវីដេអូមួយនេះសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាខិតខំប្រឹងប្រែងអានសៀវភៅឲ្យបានគ្រប់គ្នាអរគុណច្រើន